ជំរាបសួរលោកគ្រូខ្ញុំឈ្មោះធីមស៊ីថាខ្ញុំមកពីក្រុម IC1 ថ្ងៃនេះខ្ញុំមកធ្វើវីដេអូដែលទាក់ទងទៅនឹង topic generate symmetric ជាមួយ OpenASL អញ្ចឹងជាដំបូងខ្ញុំទៅបើកOracle Winbox សិនហើយខ្ញុំធ្វើការ login ចូលបន្តទៀតខ្ញុំធ្វើការយក IP address ពី Oracle Winbox ហ្នឹងដើម្បីធ្វើការ remote ចូល Gateway អញ្ចឹងនៅក្នុងការធ្វើ generate symmetric ជាមួយ OpenASL របស់ខ្ញុំអញ្ចឹងខ្ញុំត្រូវបង្កើត folder មួយខ្ញុំប្រើ mkdir បង្កើត folder ឈ្មោះថា symmetric បន្តមកទៀតខ្ញុំធ្វើការ cd ទៅកាន់ folder symmetric ហ្នឹងហើយបន្តមកទៀតបន្ទាប់ពីខ្ញុំចូលមកកាន់ symmetric ហ្នឹងហើយខ្ញុំធ្វើការ echo មួយឈ្មោះថា encryption ទៅក្នុងencryption នៅក្នុង message.txt ហ្នឹងបន្តមកទៀតខ្ញុំប្រើ command មួយជួរនេះOpenSL អញ្ចឹងវានឹងធ្វើការ encrypt អ្វីដែលមាននៅក្នុង message.txt ហ្នឹងចូលទៅក្នុង message .enx ហើយបន្តមកទៀតវានឹងធ្វើការ encrypt តាមរយៈ.aes .276 CBC នេះបន្តមកទៀតសនេះមានន័យថាវានឹងធ្វើការរៀបរៀងពី attacker នៅពេលដែលវាធ្វើការ encrypt ហើយបន្ទាប់ពីខ្ញុំវាយកូដមកជូននឹងហើយវានឹងធ្វើការទាមទារ password អញ្ចឹងខ្ញុំធ្វើការបញ្ចូល password មកហើយខ្ញុំនឹងធ្វើការ ls អញ្ចឹងពេលខ្ញុំ ls នៅក្នុង symmetric ហ្នឹងមានចំនួន2 file ទីមួយគឺ message.enx មួយ file មួយទៀតឈ្មោះថា message.txt អញ្ចឹងខ្ញុំcache ទៅមើល message.txt ហ្នឹងទៅវានឹង show encryption តែ encryption ខ្ញុំបាន echo នៅខាងលើនេះហើយបន្តមកទៀតខ្ញុំ cache ទៅក្នុង message.enx អញ្ចឹងវានឹងធ្វើការ encrypt ដែលតំណែងហ្នឹងគឺយើងមើលអត់យល់ទេគឺតំណែងនេះគឺយើងមើលអត់យល់ទេវាធ្វើការ encrypt encrypt ពាក្យមួយនេះទៅជាបែបនេះដែលយើងមិនអាចមើលយល់បានទេហើយបន្តមកទៀតខ្ញុំ ls ចឹងខ្ញុំ ls មើលទៅដែល file របស់យើងមានចំនួន2 file ហ្នឹងហើយបន្តមកទៀតខ្ញុំចូលទៅមើល cache នៅក្នុង message.txt ហ្នឹងឈ្មោះថា encryption ហើយបន្តមកទៀតយើងនឹងធ្វើការ generate បន្តទៀតដែលយើងធ្វើការ generate តាមរយៈ key វិញដែលយើងនឹងgenerate ពាក្យថា encryption ហ្នឹងតាមរយៈ key ដែលខ្ញុំប្រើ key OpenASL នេះអញ្ចឹងមានន័យថានៅពេលដែលកំឡុងពេលវាធ្វើការ generate ហ្នឹងវានឹងស៊ី32 byte ហើយខាងក្រោមនេះវានឹងធ្វើការកំឡុងពេលដែលវា generate ហ្នឹងគឺវាស៊ីចំនួន16 byte អញ្ចឹងបន្ទាប់ពីយើង generate រួចហើយខ្ញុំចង់មើលអញ្ចឹងយើងប្រើ command មួយឈ្មោះថា echo ដែលយើង echo ទៅលើ key ហើយនិង iv នេះអញ្ចឹងអានេះគឺអ្វីដែលវា generate ចឹងមួយជួរនេះគឺ key ខាងលើនេះហើយមួយជួរនេះគឺចំនួនkey ខាងក្រោមនេះចឹងវាខុសគ្នាដោយសារតែអាខាងនេះវាកំឡុងដល់ពេល generate ហ្នឹង32 byte ហើយខាងក្រោមនេះគឺវាស៊ី16 byte ហើយបន្តមកទៀតយើងនឹងធ្វើការencrypt តាមរយៈ key វិញម្ដងអញ្ចឹង
កូដមកជួនេះគឺខ្ញុំវាយខុសទេអញ្ចឹងកូដដែលត្រឹមត្រូវគឺខាងក្រោមអញ្ចឹងកូដមកជួនេះវានឹងធ្វើការ encrypt message.txt នេះដែលវានឹងធ្វើការ encrypt តាមរយៈ key ដែលយើងប្រើដក k $k ហើយនឹងយើងប្រើដក iv $iv ហើយវានឹងធ្វើការ encrypt ទៅកាន់ message.enc នេះចឹងជាស្រេចគ្រូមិនខ្ញុំនិយាយច្រឡំចឹងវានឹងធ្វើការ output មានន័យថាវានឹង show ទៅកាន់ file message.enc ហ្នឹងហើយបន្តមកទៀតកូដខាងក្រោមនេះខ្ញុំនឹងធ្វើការ decrypt មកវិញដែលនឹងធ្វើការដក D នេះមានន័យថាវានឹង decrypt ចេញពី message.enc នេះវានឹងធ្វើការ output អីដែលមាននៅក្នុង message.txt នឹងចឹងមួយនេះវានឹងធ្វើការ decrypt ចេញពី message.enc ហើយទៅ show អ្វីដែលមាននៅក្នុង message.txt នឹងដែលវានឹងធ្វើការ decrypt តាមរយៈ key ដែលយើងមានហើយខ្ញុំក៏ធ្វើការ echo ទៅលើ message.enc ហ្នឹងវានឹង show មកថានៅក្នុងនោះមានវានឹង show message.enc ហ្នឹងបន្តទៀតខ្ញុំ ls មើលនៅក្នុងហ្នឹងមានmessage.enc message.enx ហើយនិង message.txt ហើយបន្តមកទៀតខ្ញុំធ្វើការ cat ទៅកាន់ message.enc ហ្នឹងអញ្ចឹងមានន័យថាវាអត់មានអីទេនៅក្នុងហ្នឹងវាគ្រាន់តែមានទូទីក្នុងការ decrypt តែបើខ្ញុំ cat ទៅលើ message.txt នេះនៅក្នុង message.txt ហ្នឹងវានឹងធ្វើការ output មកវិញអញ្ចឹងមានន័យថាវា decrypt រួចរាល់ហើយវានឹង show encrypt ពាក្យថា encryption ដោយសារតែនៅក្នុង message.txt ហ្នឹងវាមាន echo មួយឈ្មោះថា encryption អញ្ចឹងកន្លែងនេះគឺវានឹងបង្ហាញមកនៅកំឡុងពេលដែលវា decrypt ហ្នឹងអញ្ចឹងសម្រាប់វីដេអូក្នុងការធ្វើ generate symmetric ជាមួយ OpenASL របស់ខ្ញុំមានតែប៉ុណ្្នឹងទេជាចុងក្រោយអរគុណលោកគ្រូជម្រាបលាលោកគ្រូ